ngày nay cùng càng như chi sợi riêng ca rồng trong bấy bàn một đòn cờ lèn nằm bờ lẹp tia sầm nành chẳng để toàn ôn khơi ra thấy vàនេះគឺជាដំណាំបន្លែស្ពៃកញ្ញាយើងតាមនៅក្នុងរោងtia sầm nànhចឹងថ្ងៃនេះគឺខ្ញុំចង់ចែកជូនក៏ដូចជាចែកលេខក៏ដូចជាចង់ណែនាំពីផលិតផលជីស្រីរាងការចំ3របស់យើងបាទចឹងសម្រាប់បងប្អូនដែលធ្វើបន្លែផ្ទះសំណាញ់ដូចជាដាំស្ពៃកញ្ញាហ្នឹងជាដើមចឹងបើសិនជាបងប្អូនដែលចង់ដាំស្ពៃកញ្ញាឲ្យបានទិន្នផលល្អឲ្យស្ពៃលូតលាស់ល្អហើយជៀសផុតពីជំងឺផ្សេងក៏ដូចជាពីបញ្ហាលាកស្លឹកក៏ដូចជាបញ្ហាដែលស្ពៃមិនសូវលូតលាស់ល្អហ្នឹងបើបងប្អូនចង់ឲ្យជៀសផុតពីបញ្ហាទាំងអស់ហ្នឹងក៏ដូចជាចង់ឲ្យស្ពៃលូតលាស់ល្អហើយបានទម្ងន់និងបានគីឡូច្រើនចឹងខ្ញុំសូមណែនាំពីផលិតផលជីសរីរាង្គការរំចង់3បាទអញ្ចឹងជីសរីរាង្គការរំចង់3គឺជាប្រភេទជីកសិកម្មដែលផលិតនៅក្នុងស្រុកហើយជាប្រភេទជីដែលផលិតដោយស្នាដៃគុនខ្មែររបស់យើងអញ្ចឹងអត្ថប្រយោជន៍ជីសរីរាង្គការរំចង់3នេះគឺធ្វើឲ្យដីផុសដីធូរនៅពេលដែលបងប្អូនប្រើប្រាស់គ្រាប់បាតគឺបង្កើតអុកស៊ីសែនក្នុងដីជួយបង្កើនអតិសន្ធមប្រាណក្នុងដីហើយជំរុញទៅដល់ការលូតលាស់របស់ដំណាំហើយលក្ខណៈពិសេសមួយទៀតជីសរីរាង្គការរំចង់3គឺបងប្អូនអាចប្រើប្រាស់ទៅលើដំណាំបានគ្រប់ប្រភេទមិនថាដំណាំស្ពៃឬក៏បន្លែផ្សេងឬក៏ដំណាំស្រូវឬក៏ប្រភេទដំណាំកសិឧស្សាហកម្មឬដំណាំឈើហូបផ្លែផ្សេងទេអញ្ចឹងបងប្អូនដែលមានបំណងចង់បានជីដែលមានគុណភាពល្អអញ្ចឹងខ្ញុំសូមណែនាំគឺជីសរីរាង្គការរំចង់3បើបងប្អូនចង់បានបងប្អូនអាចទំនាក់ទំនងទៅលើលេខទូរស័ព្ទនៅក្នុងកញ្ចក់ទូរស័ព្ទរបស់បងប្អូនបាទសូមអរគុណ